บสู้ปกไม้บงปอนថ្ងៃនេះនឹងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទបន្ទាយស្រីដែលជាទីតាំងដ៏ពិសេសមួយនៅក្នុងខេត្តសៀមរាបសម្រាប់ប្រាសាទនេះគឺមានភាពលេចធ្លោដោយសារតែភាពលម្អិតនៃក្បាច់ចម្លាក់លើថ្មភក់ពណ៌ស៊ីចម្ពូដ៏កម្រដែលបានធ្វើឲ្យបងប្អូនដែលមកទស្សនានៅទីនេះគឺស្ញែកសរសើរមិនដាច់ពីមាត់ជាមួយគ្នានឹងទេសភាពនិងបរិយាកាសនៅជុំវិញប្រាង្គប្រាសាទក៏ជាផ្នែកមួយដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយដល់ភ្ញៀវទេសចរផងដែរប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងក្នុងឆ្នាំ967ដោយមន្ត្រីព្រះគ្រូដើម្បីឧទ្ទិសដល់ព្រះឥសូរដែលគេតែងតែហៅប្រាសាទនេះថាជាអលង្ការដ៏ប្រណិតនៃសិល្បៈខ្មែរដោយសារតែលើប្រាង្គប្រាសាទនេះគឺមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រនិងល្អឥតខ្ចោះនៅពេលដែលយើងបានមើលទៅលើប្រាង្គប្រាសាទក៏បានឃើញពីការបង្ហាញពីទេពកោសល្យនិងភាពរុងរឿងនៃសិល្បៈខ្មែរនាសម័យបុរាណលើពីនេះបរិស្ថាននៅជុំវិញប្រាសាទក៏ត្រូវបានថែរក្សាយ៉ាងល្អក៏ជាចំណុចមួយដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយជូនដល់ភ្ញៀវទេសចរដែលបានមកលេងនៅប្រាសាទបន្ទាយស្រីប្រសិនបើបងប្អូនដែលមកលេងខេត្តសៀមរាបហើយសូមកុំភ្លេចចូលមកទស្សនានៅប្រាសាទបន្ទាយស្រីដើម្បីកោតសរសើរនៅស្នាដៃឯករបស់បុព្វបុរសខ្មែរយើង